Nghìnលោកប្អូនមកចែកជាមេរៀនមួយហើយមើលនៅក្នុងទស្សនវិជ្ជាទូទៅជាលក្ខណៈយើងរៀនយើងអាចអនុវត្តបានទៅតាមsoftware ផ្សេងអញ្ចឹងការរៀននេះវាផ្ដោតសំខាន់ទៅលើផ្លូវចិត្តយើងដែរណាផ្លូវចិត្តយើងគេហៅ burn out ហ្នឹងវានេះឲ្យយើងត្រូវទាញវាមកវិញដូចលោកប្អូនចឹងលោកប្អូនចាក់ចេញពីគ្រូសាមកម្នាក់ឯងប្រឈមមុខនឹងការរៀនហ្នឹងវាមានកម្រិតនៅក្នុងការទប់ទល់នឹងបញ្ហាហ្នឹងក៏វានៅមានកម្រិតដែរប៉ុន្តែយើងនៅតែព្យាយាមហើយលោកប្អូនកំពុងតែព្យាយាមសិក្សាអំពីបញ្ហាទាំងអស់ហ្នឹងថាតើពេលដែលវាកើតឡើងអារម្មណ៍យើងបាត់បង់ក្នុងការធ្វើការងារជួបឧបសគ្គអីផ្សេងអញ្ចឹងណាឬបងប្អូនតែងតែនាំមនុស្សជំនាញខ្លួនហ្នឹងគាត់បានរំសាយទុកខ្លះទៅតាមរយៈការឲ្យតម្លៃគោរពគាត់ឬក៏យើងអាចធ្វើឲ្យគាត់មានស្នាមញញឹមដោយការផ្សេងប៉ុន្តែវាដោយសារតែលោកប្អូនចាក់ចេញមកពីគ្រួសារមួយដែលអត់ដែលរស់នៅមួយគ្រួសារជាប់ឯតាំងពីតូចមកគឺចាក់ចេញមករហូតអញ្ចឹងអារម្មណ៍មួយយើងត្រូវផ្ដល់ឲ្យមនុស្សជំនាញខ្លួននឹងទទួលបានភាពកក់ក្ដៅមួយដោយសារភាពកក់ក្ដៅមួយហ្នឹងបងប្អូនវាទទួលស្គាល់ក្នុងរយៈពេលណាទីបើយើងចេញពីផ្ទះតូចពេកអញ្ចឹងប៉ុន្តែភាពកក់ក្ដៅដែលបងប្អូនទទួលបានគឺមិនមែនជាការបីបាច់ពីឪពុកម្ដាយទេតែជាភាពកក់ក្ដៅមួយដែលលើសពីភាពបីបាច់នឹងទៀតមានន័យថាគាត់បីបាច់មួយបែបហើយតែមួយទៀតគឺគាត់ support ខ្លាំងមែនតើនៅក្នុងដំណាក់កាលយើងចេញមកហ្នឹងគឺគាត់តែឲ្យយើងរៀនគាត់អត់ហៅយើងប្រើគាត់អត់ឲ្យយើងបោះបង់ការសិក្សាគាត់នៅតែជំរុញឲ្យយើងហ្នឹងប្រឹងប្រែងរៀនទៅពេលដែលឪពុកម្ដាយចាស់ទៅលោកកូននឹងត្រូវមានទំនួលខុសត្រូវនឹងខ្ពស់នៅក្នុងការចិញ្ចឹមជីវិតក្នុងការប្រឹងប្រែងការសិក្សាអញ្ចឹងវាមានរបៀបរបបនឹងច្រើននៅក្នុងការដែលយើងត្រូវស្វែងយល់ឲ្យបានច្រើននៅក្នុងទស្សនវិជ្ជារួមនឹងឲ្យបានច្រើនមែនទែនព្រោះវាជារឿងមួយដែលយើងត្រូវតែសិក្សាត្រូវតែរៀនសូត្រត្រូវតែមើលវឹកហាត់រហូតគ្រប់ software គ្រប់ជំនាញការអានទំនាក់ទំនងចេញក្រៅការចាយវាយសន្សំទ្រព្យសន្សំសម្បត្តិក្នុងការចិញ្ចឹមជីវិតមើលថែឈឺជាវាមានសពគ្រប់ទាំងអស់ក្នុងជីវិតអញ្ចឹងអត់មានអីទេគឺមានសង្ឃឹមថាបងដែលគាត់បានមើលនៅវីដេអូបងប្អូនគឺចែករំលែកទៅក្នុងការរៀនទៅលើកម្មវិធីរចនាអញ្ចឹងបងអាចរៀនវាពីថ្នាក់តូចដោយបងប្អូននឹងពី basic តូចទៅគឺល្អមែនតើបងប្អូននឹងចែករំលែកទៅឲ្យបានច្រើនដើម្បីឲ្យគាត់នឹងបានរៀនជុំគ្នាណាអរគុណសូមជួបគ្នានៅវីដេអូក្រោយៗទៀត